Mossad គឺជាទីភ្នាក់ងារសម្ងាត់បរទេសរបស់ប្រទេសអ៊ីស្រាអែលដែលទទួលបន្ទុកលើការប្រមូលព័ត៌មានសម្ងាត់ប្រតិបត្តិការសម្ងាត់និងការប្រឆាំងភេរវកម្មក្រៅប្រទេសឈ្មោះផ្លូវការរបស់ស្ថាប័ននេះគឺ The Institute for Intelligence and Special Operations វិទ្យាស្ថានសម្រាប់កិច្ចការសម្ងាត់និងប្រតិបត្តិការពិសេសចំណុចសំខាន់អំពីភ្នាក់ងារសម្ងាត់ Mossad មានដូចជា 1. តួនាទីនិងភារកិច្ចចម្បងការប្រមូលព័ត៌មានសម្ងាត់ស្វែងរកនិងវិភាគព័ត៌មានយុទ្ធសាស្ត្រនៅក្រៅប្រទេសដែលពាក់ព័ន្ធនឹងសន្តិសុខជាតិអ៊ីស្រាអែលការពារភេរវកម្មទប់ស្កាត់និងកំទេចគម្រោងការវាយប្រហារនានាដែលមានបំណងយាយីដល់ជនជាតិអ៊ីស្រាអែលឬគោលដៅជ្វីសទូទាំងពិភពលោកប្រតិបត្តិការសម្ងាត់អនុវត្តភារកិច្ចពិសេសរួមទាំងការធ្វើឃាតគោលដៅសំខាន់ដែលមានគ្រោះថ្នាក់ខ្លាំងដូចជាមេដឹកនាំភេរវករឬអ្នកវិទ្យាសាស្ត្រអាវុធនុយក្លេអ៊ែរជាដើមការទូតសម្ងាត់បង្កើតទំនាក់ទំនងមិនផ្លូវការជាមួយបណ្ដាប្រទេសដែលមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយអ៊ីស្រាអែលទី2រចនាសម្ព័ន្ធនិងការគ្រប់គ្រងការរាយការណ៍ផ្ទាល់នាយកនៃទីភ្នាក់ងារ Mossad ត្រូវរាយការណ៍និងទទួលបញ្ជាពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលដោយមិនឆ្លងកាត់ក្រសួងការពារជាតិឬសភាឡើយទីស្នាក់ការកណ្ដាលស្ថិតនៅទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែលបាវចនា Where there is no guidance a nation falls but in an abundance of counselors there is safety កន្លែងណាដែលគ្មានការណែនាំប្រជាជននឹងដួលរលំប៉ុន្តែនៅពេលដែលមានអ្នកប្រឹក្សាច្រើនប្រទេសនឹងមានសុវត្ថិភាពទី3ប្រតិបត្តិការល្បីៗក្នុងប្រវត្តិសាស្ត្ររបស់ Mossad Operation Garibaldi ឆ្នាំ1960ការចាប់ខ្លួនលោក Adolf Eichmann ដែលជាមេខ្លោងណាស៊ីអាល្លឺម៉ង់ម្នាក់ពីប្រទេសអាហ្សង់ទីនយកមកកាត់ទោសនៅអ៊ីស្រាអែល Operation Wrath of God ប្រតិបត្តិការតាមប្រម៉ាញ់និងធ្វើឃាតសមាជិកភេរវករ Black September ដែលបានសម្លាប់អត្តពលិកអ៊ីស្រាអែលក្នុងព្រឹត្តិការណ៍កីឡាអូឡ িম্প ិកនៅទីក្រុងម៉ូនីកប្រទេសអាល្លឺម៉ង់នៅឆ្នាំ1972ការលួចឯកសារនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ2018ការលួចចូលឃ្លាំងសម្ងាត់ក្នុងទីក្រុងថេរ៉ង់ដើម្បីលួចយកឯកសារសម្ងាត់ស្ដីពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់រាប់ម៉ឺនសន្លឹក Mossad ត្រូវបានគេស្គាល់ថាជាភ្នាក់ងារសម្ងាត់ដ៏មានឥទ្ធិពលជំនាញនិងគួរឲ្យខ្លាចបំផុតមួយនៅលើពិភពលោកស្មើនឹងស្ថាប័ន CIA របស់អាមេរិកឬក៏ M16 របស់អង់គ្លេស Mossad ដែលជាទីភ្នាក់ងារសម្ងាត់បរទេសរបស់ប្រទេសអ៊ីស្រាអែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោកថាជាស្ថាប័នស៊ើបការសម្ងាត់ដ៏មានឥទ្ធិពលនិងជោគជ័យបំផុតភាពខ្លាំងរបស់ស្ថាប័ននេះមិនមែនកាត់ឡើងដោយចៃដន្យទេប៉ុន្តែវាផ្អែកលើកត្តាគន្លឹះសំខាន់ដូចខាងក្រោមទី1ការជ្រើសរើសបុគ្គលិកនិងការបង្ហាត់បង្រៀនដ៏តឹងរ៉ឹង Mossad ជ្រើសរើសតែបុគ្គលិកដែលមានវ័យឆ្លាតភាពប៉ិនប្រសប់និងមានសមត្ថភាពសម្របសម្រួលខ្លួនខ្ពស់បេក្ខជនត្រូវឆ្លងកាត់ការសាកល្បងផ្លូវចិត្តនិងសម្ពាធយ៉ាងធ្ងន់ធ្ងរដើម្បីធានាថាពួកគេនឹងមិនក្បត់ឬស្លន់ស្លោពេលជួបគ្រោះថ្នាក់ភ្នាក់ងារភាគច្រើនអាចនិយាយបានច្រើនភាសាយ៉ាងស្ទាត់ជំនាញនិងយល់ច្បាស់ពីវប្បធម៌ប្រទេសគោលដៅរហូតដល់អាចបន្លំខ្លួនធ្វើជាពលរដ្ឋក្នុងស្រុកនោះបានយ៉ាងរលូនទី2បច្ចេកវិទ្យាកម្ពុជានិងការច្នៃប្រឌិតអ៊ីស្រាអែលជាមហាអំណាចបច្ចេកវិទ្យាដូចនេះ Mossad មានឧបករណ៍ទំនើបក្នុងការលួចទិន្នន័យតាមដាននិងបំផ្លាញប្រព័ន្ធ Digital របស់សត្រូវឧទាហរណ៍មេរោគ Starnex ដែលធ្លាប់ពន្យាពេលកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ការប្រើប្រាស់ drone សព្វាវុធពីចម្ងាយតាមកាយរណបប្រព័ន្ធ AI ក្នុងការកំណត់មុខសញ្ញានិងកំទេចគោលដៅដោយមិនបន្សល់ទុកដានទី3ទឹកចិត្តបដូរដាច់និងគោលបំណងច្បាស់លាស់សម្រាប់ប្រជាជនអ៊ីស្រាអែលភាពជោគជ័យរបស់ Mossad គឺមានន័យស្មើនឹងការរស់រានជីវិតរបស់ប្រទេសជាតិព្រោះពួកគេស្ថិតក្នុងចំណោមប្រទេសសត្រូវជំទិសភ្នាក់ងារទាំងអស់ធ្វើការដោយក្តីស្នេហាជាតិនិងមានមនសិការការពារពូជសាសន៍របស់ខ្លួនពីការប្រឡាយពូជសាសន៍សាជាថ្មីទី4បណ្ដាញព័ត៌មានសម្ងាត់ទូលំទូលាយ Mossad ល្បីខាងបញ្ជូនភ្នាក់ងារទៅរស់នៅនិងបង្កើតទំនាក់ទំនងក្នុងជួររាជរដ្ឋាភិបាលឬកងទ័ពសត្រូវអស់រយៈពេលច្រើនឆ្នាំដូចជាករណីលោក Eli Cohen
ដែលធ្លាប់ជ្រៀតជ្រែកចូលជ្រៅក្នុងរាជរដ្ឋាភិបាលស៊ីរីមានតំណែងជិតស្និទ្ធនឹងចែករំលែកព័ត៌មានជាមួយទីភ្នាក់ងារធំៗដូចជា CIA របស់អាមេរិកនិង M16 របស់អង់គ្លេសទី5ការគ្រប់គ្រងពីរដ្ឋាភិបាលនិងច្បាប់អនុញ្ញាតពិសេសម៉ូសាតរាយការណ៍ផ្ទាល់ជូននាយករដ្ឋមន្ត្រីដោយមិនបាច់ឆ្លងកាត់ប្រព័ន្ធរដ្ឋបាលស្មុគស្មាញឡើយដែលធ្វើឲ្យការសម្រេចចិត្តប្រតិបត្តិការលឿនដោយភ្នែកបន្ទោពួកគេមានគោលដៅអាចធ្វើសកម្មភាពនៅគ្រប់ទីកន្លែងលើពិភពលោកដើម្បីកម្ចាត់ជនណាដែលពួកគេចាត់ទុកថាជាការគំរាមកំហែងដល់អ៊ីស្រាអែល